សួស្តីពុកម៉ែបងប្អូនទាំងអស់គ្នានេះគឺជាអបសូនទី1ដែលខ្ញុំបានទៅលេងនៅផ្សារទឹកពុះនៅក្នុងទីក្រុងប៉ោយប៉ែតខេត្តទីមានជ័យហើយក៏ជាអបសូនចុងក្រោយដែរហើយអ្វីបានជាខ្ញុំហ៊ាននិយាយថាវាជាអបសូនចុងក្រោយគឺមូលហេតុគឺមកពីបែបនេះបើក្បាលវីដេអូរបស់យើងភ្លាមគឺយើងបានធ្វើដំណើរចេញពីស្រុកអង្គរបុរីសំដៅទៅទីក្រុងប៉ោយប៉ែតដែលមានចម្ងាយ45គីឡូម៉ែត្រហើយការធ្វើដំណើរមួយនេះគឺយើងគ្មានគម្រោងនោះទេគ្រាន់តែនិយាយគ្នាមកថាចង់ទៅប៉ោយប៉ែតទៅលេងផ្សារទឹកពុះនិយាយគ្នាត្រូវក៏ទៅតែម្ដងទៅម៉ោង3ជិត4ហ្នឹងឯងគឺនៅក្តៅមែនតើគឺកម្ដៅ35ហើយនោះហើយខ្ញុំក៏ធ្វើដំណើរមិនបានប្រហែលក៏ធ្វើដំណើរមកដល់រង្វង់មូល58គឺយើងចូលមកដល់ទឹកដីប៉ោយប៉ែតហើយខ្ញុំក៏រកអីញ៉ាំត្រឹបពោះបន្តិចព្រោះអីពីព្រឹកមកគឺអត់បានអីត្រឹបពោះទេហើយក៏រកទឹករកមីរកអីញ៉ាំសិនទៅហើយមូលហេតុដែលខ្ញុំនិយាយថាអបសូនទី1ហើយក៏ជាអបសូនចុងក្រោយនេះគឺមូលហេតុគឺវាបែបនេះហើយមូលហេតុនោះគឺខ្ញុំបានកុហកអ្នកផ្ទះខ្ញុំថាខ្ញុំមកខុកវណ្ណាត់ពួកម៉ាក់ខ្ញុំនៅក្រុងប៉ោយប៉ែតតែតាំងក៏ពិតនោះគឺខ្ញុំលួចមកដើរលេងផ្សារទឹកពុះនោះទេខ្ញុំបានមួមតិគ្នាជាមួយពួកម៉ាក់ជាមួយដៃគូខ្ញុំហ្នឹងដែលថាមកជាមួយខ្ញុំហ្នឹងគឺមួមតិថាតោះយើងចង់ទៅលេងផ្សារទឹកពុះប៉ុន្តែអត់មានមូលហេតុអីកុហកអ្នកផ្ទះទេចឹងហើយមានតែថាមកខុកកំណើតពួកម៉ាក់នៅក្រុងប៉ោយប៉ែតតែម្ដងហើយនៅពេលនេះប្រហែលជាអ្នកផ្ទះខ្ញុំគឺគាត់បានឃើញវីដេអូនេះហើយប្រហែលជាអបសូនចុងក្រោយរបស់ខ្ញុំហើយគឺមិនបានទៅលេងផ្សារទឹកពុះទៀតទេទោះបីកុហកក៏គាត់មិនជឿដែរអញ្ចឹងហើយគឺយើងមានតែរកវិធីសាស្ត្រថ្មីដើម្បីបានទៅលេងផ្សារទឹកពុះម្ដងទៀតខ្ញុំពិតជាសង្ឃឹមថានឹងមានអបសូនបន្ទាប់ទៀតណាខ្ញុំនឹងស្វែងរកវិធីសាស្ត្រដើម្បីឲ្យមានអបសូនបន្ទាប់ទៀតហើយនៅពេលដែលខ្ញុំបានហូបអីហើយខ្ញុំក៏បានធ្វើដំណើរទៅដល់បន្ទប់មិត្តភ័ក្តិរបស់ខ្ញុំនៅពេលយើងបានទៅដល់ហើយយើងមុជទឹកមុជអីហើយក៏បានធ្វើដំណើរទៅលេងផ្សារទឹកពុះតែម្ដងច្រឡំខ្ញុំអត់តបានទៅលេងផ្សារទឹកពុះទេខ្ញុំក៏ឈានចូលលេងបងរបស់ខ្ញុំដែលគាត់ធ្វើការនៅ 7-Eleven អញ្ចឹងហើយខ្ញុំក៏ឈានចូលលេងគាត់បន្តិចទៅហើយខ្ញុំក៏ឈានចូលថតរូបថតអីរក content អីថ្មីសម្រាប់ឲ្យអ្នកទាំងអស់គ្នាបានទស្សនាអញ្ចឹងក៏ថតថាទៅខុសថតខុសថតខុសគឺថតមិនងាយត្រូវទេអ្នកទាំងអស់គ្នាឃើញខ្ញុំថតផុសហ្នឹងគឺអ្នកទាំងអស់គ្នាឥឡូវនេះខ្ញុំកំពុងទៅនៅការសិទ្ធិសមល់នេះមិននិយាយឃើញគេថតមកដូចសួរតែតាំងក៏ពិតគឺរំរាំតែយើងរៀបបារ៉ូទៅហ្នឹងគឺវាច្រើនមែនតើថតខុសមិនដឹងប្រហែល100ដងទេបាទតែបន្ទាប់មកខ្ញុំក៏បានធ្វើដំណើរមកដល់ផ្សារទឹកពុះតែម្ដងហើយអ្វីដែលខ្ញុំឆ្ងល់នោះគឺនេះអាឈ្មោះហាងនេះគ្រប់យ៉ាងអាចក្តៅនេះមានអ្នកណាដឹងបកស្រាយខ្ញុំផងគឺខ្ញុំឆ្ងល់មែនទែនដល់ឥឡូវនេះអាគ្រប់យ៉ាងអាចក្តៅនិយាយទៅឈ្មោះហាងម៉ាកាណូគឺមិនដាក់ទេដាក់អាចក្តៅឯណាគ្រប់យ៉ាងអាចក្តៅនេះមានណាគេដឹងជួយបកស្រាយផងសម្រាប់ខ្ញុំគឺខ្ញុំឆ្ងល់ដល់ឥឡូវបន្ទាប់មកខ្ញុំក៏ដើរមើលគេមើលឯងទៅមើលឆ្វេងមើលស្ដាំឃើញតែអ្នកមានសង្សារមានគូគេដើរកាន់ដៃគ្នាកាន់អីឯងនេះមកជាមួយពួកម៉ាក់សូយមែនហើយខ្ញុំពិតជាសង្ឃឹមមែនទែនសង្ឃឹមថាខ្ញុំមកលើកក្រោយខ្ញុំនឹងនឹមសង្សាររបស់ខ្ញុំមកតែខ្ញុំភ្លេចថាពេលនេះគឺខ្ញុំគ្មានសង្សារទេអើយសាំមែនបើឲ្យមានសង្សារមិនបើរងថ្ងៃស្រឡាញ់គេម្នាក់ឯងតែម្ខាងហ្នឹងតែកាសរបស់យើងគេអត់ដឹងផងហ្នឹងអើយងាប់ហើយមូលហេតុនោះគឺមកពីអសារភាពហ្នឹងហើយឥឡូវមកមើលឈ្មោះយីហោដែលល្បីនៅទីក្រុងប៉ោយប៉ែតទាំងអស់គ្នាបាទរឿងរបស់សត្វគោមួយក្បាលឆ្ងល់ដល់ឥឡូវយីមែនរឿងរបស់សត្វគោមួយក្បាលយល់ណៃអត់អាមួយទៀតអីគេគ្រប់យ៉ាងអីគ្រប់យ៉ាងអាចក្តៅអានេះរឿងរបស់សត្វគោមួយក្បាលអាចបីចេះហើយវីដេអូខ្ញុំក៏មានតែប៉ុណ្្នឹងឯងសង្ឃឹមថានឹងមានអបសូរបន្ទាប់ទៀតនៅទីក្រុងប៉ោយប៉ែតផ្សារទឹកពុះអរគុណច្រើនមនុស្សស្មោះនៅលើភពផែនដីទាំងអស់គ្នា